សួស្តីបងប្អូនកសិករថ្ងៃនេះ PMFA បន្តដំណើរចុះទៅមើលចំការទៀតហើយចៃដន្យឲ្យបានជួបពេលបងប្រុសបងស្រីកំពុងប្រមូលផលប៊ូតង់និងត្រៀមដឹកយកទៅលក់បរិយាកាសពិតជាមីញឹកណាស់ពួកយើងក៏ចូលទៅជួយមើលនិងនិយាយលេងជាមួយម្ចាស់ចំការបន្តិចឃើញផ្លែប៊ូតង់ពេញដើមហើយគុណភាពល្អមើលទៅពិតជាសប្បាយចិត្តណាស់ឥឡូវនេះពួកយើងចាប់ផ្ដើមចូលទៅក្នុងចំការដើម្បីពិនិត្យសុខភាពដើមនិងមើលស្ថានភាពទូទៅរបស់ចំការបងអោពណ៌ទឹកក្រូចនិយាយថាផ្លែភាគច្រើនលូតលាស់បានស្មើគ្នាល្អមានតែផ្លែខ្លះប៉ុណ្ណោះដែលមិនទាន់ស្មើគ្នាថ្ងៃនេះខ្ញុំនឹងទទួលបន្ទុកជួយបកប្រែជូនបងប្រុសវិស្វករជនជាតិវៀតណាមណាបងប្អូនទាំងអស់គ្នា3 đó đây bay đó rồi chắc hơi gì có nợ nữa tại mình không đi cứ hai cử đi nữa nó ok គាត់ប្រាប់ថាដើមឈើនេះត្រូវស្រោចទឹកឲ្យខ្លាំងបន្តិចណាបងប្អូនទាំងអស់គ្នាម៉ែទេបាញ់ឆ្នាំនឹងអត់ត្រូវបាញ់ឆ្នាំចៃបាញ់ឆ្នាំវាអត់ត្រូវបាញ់ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនទេអ្នកមីងលោកយាយទៅខាងពីថ្ងៃនេះមិនអត់ថ្ងៃមុនវាជាប់វាទៅខាងពីថ្ងៃនេះជាប់ស្ទើរតែមួយសប្តាហ៍មកដែរចាមើលទុកទឹកmới 3 ngày nay nó không có mưa ការពារពីសត្វមើរដើម្បីឲ្យវាលាស់ទៅពាំងលាស់ស្លឹកការពារទៅការនេះការឆ្នាំនឹងឲ្យដាក់ឆ្នាំអីដាក់ឆ្នាំហ្នឹងការដែរទៅការនេះក៏គុំដើមទាំងនេះចេញផ្កាបានស្អាតណាស់cái này nở một vài trái thôi chứ tầm ra tam na vì vì ấy thì cái tốt không mà lấy dân mới đạt này cái đấy kìa cái đấy rồi cho cái đấy cho sao mà ấy là dân nó mưa ta thì dân còn nó thì như đau phát dân cho tốt là ở cao thôi cà phê ta thằng đấy viên đây từ đôi cái đáy lắm vì ăn co mà thà tụi bay viên mà chỉ riêng nó cả đời biết không còn ta viên prom rịt tử viên mai chưa mò đồ nó như khoản hà viên mơ khơi chăng tái chầm này đang khác biết bảo dài kéo ngang khác với ăn bảo để biết cách bị quá dài rồi mà mình nung một phần nó quá dài ដើមនេះនៅធំទៀតនៅរីកសាច់ដើមទៀតវាកំពុងតែរីកធំទៅហើយឥឡូវវាកំពុងចាប់ដើមរីកសាច់ដើមចេញមកហើយហ្នឹងវានៅរីកនៅធំជាងឡើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ